ក្រុមហ៊ូធីយេម៉ែនបាញ់ទម្លាក់ដ្រូនប្រយុទ្ធតម្លៃរាប់សិបលានដុល្លាររបស់អារ៉ាប៊ីសាអូឌីតក្រុមសកម្មប្រយុទ្ធហូធីបានបាញ់ទម្លាក់យន្តហោះដ្រូនប្រយុទ្ធប្រភេទ Baraka Akensi មួយគ្រឿងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតដែលមានតម្លៃចន្លោះពី30លានដល់50លានដុល្លារអាមេរិកនៅលើអាកាសភាគខាងជើងប្រទេសយេម៉ែនយោងតាមប៉ុស្តិ៍ទូរទស្សន៍ Al Mazira របស់ក្រុមប្រដាប់អាវុធហូធីនៅយេម៉ែនកាលពីថ្ងៃទី26ខែកក្កដាបានផ្សព្វផ្សាយវីដេអូមួយដែលបង្ហាញពី drone UAV មួយគ្រឿងកំពុងវិលវល់ជាច្រើនជុំនិងធ្លាក់ចុះមកក្រោមភ្លាមៗបន្ទាប់មកក្រុមយុទ្ធជនហូធីបានចូលទៅជិតកន្លែងកើតហេតុដោយបានបង្ហាញឲ្យឃើញលេខកន្ទុយយន្តហោះលេខ20/703កំពុងត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅប៉ុស្តិ៍ទូរទស្សន៍ដែលបានបញ្ជាក់ថាយន្តហោះដ្រូនប្រភេទ Baraka Akinci របស់អារ៉ាប៊ីសាអូឌីតត្រូវបានបាញ់ទម្លាក់ខណៈពេលកំពុងធ្វើប្រតិបត្តិការវាយប្រហារនៅលើខេត្ត Al-Jab កាលពីថ្ងៃទី26មកនោះខេត្ត Al-Jab ស្ថិតនៅភាគខាងជើងប្រទេសយេម៉ែននិងមានព្រំប្រទល់ជាប់ប្រទេសអារ៉ាប៊ីសាអូឌីតដែលបច្ចុប្បន្នផ្ទៃដីភាគច្រើនត្រូវបានគ្រប់គ្រងដោយក្រុមហូធីក្រុមប្រដាប់អាវុធហូធីបានអះអាងទៀតថាគោលបំណងនៃការវាយប្រហារនេះគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតលើព្រលានយន្តហោះក្នុងរដ្ឋធានី Zana ហើយការបិទផ្លូវសមុទ្រគឺជាការឆ្លើយតបទៅនឹងការបិទគប់របស់អារ៉ាប៊ីសាអូឌីតលើប្រទេសយេម៉ែនដែលជាការចោទប្រកាន់មួយដែលទីក្រុងរីយ៉ាតបានបដិសេធកន្លងមកទោះជាយ៉ាងណាក៏ដោយមន្ត្រីនៃប្រទេសអារ៉ាប៊ីសាអូឌីតមិនទាន់មានការបញ្ចេញមតិណាមួយជំវិញព័ត៌មាននេះនៅឡើយទេគួររំលឹកឡើងវិញថានេះជាដ្រូនរបស់អារ៉ាប៊ីសាអូឌីតទី2ហើយដែលត្រូវបានបាញ់ទម្លាក់ដោយក្រុមឧទាមហូធីនៅក្នុងខែនេះកាលពីថ្ងៃទី14ខែកក្កដាក្រុមប្រដាប់អាវុធយេម៉ែនមួយនេះក៏បានបាញ់ទម្លាក់ដ្រូនឆ្លុបការប្រភេទ Dragon 2របស់អារ៉ាប៊ីសាអូឌីតមួយគ្រឿងផងដែរនៅក្នុងខេត្ត Al Baida ភាគខាងត្បូង